ហៅថាកាមៈឬក៏យើងអាចថាកាមៈគឺជាពាក្យចម្លងចេញមកពីភាសាបាលីនិងសំស្ក្រឹតហើយនៅក្នុងវចនានុក្រមខ្មែររបស់សម្ដេចព្រះសង្ឃរាជជួនណាតពាក្យនេះមានន័យទូទៅថាសេចក្តីប្រាថ្នាឬក៏សេចក្តីប្រឡេមប្រឡំសេចក្តីតម្រេកទៅតាមកម្មតណ្ហាឬសេចក្តីស្រឡាញ់ពេញចិត្តទៅលើរូបារម្មណ៍ផ្សេងនៅក្នុងទស្សនវិជ្ជាព្រះពុទ្ធសាសនាពាក្យថាកាមៈត្រូវបានពន្យល់យ៉ាងទូលំទូលាយនិងមានជម្រៅដ៏ជ្រៅជ្រះដោយបែបផ្សេងហើយបែងចែកចេញជាពីរយ៉ាងធំគឺវត្ថុកាមនិងកិលេសកាមមួយវត្ថុកាមជាវត្ថុឬក៏គ្រឿងប្រឡូកទៅដោយសេចក្តីជាប់ជំពាក់វត្ថុកាមសំដៅទៅលើរូបធាតុឬអារម្មណ៍ខាងក្រៅដែលជាទិសដៅនៃសេចក្តីប្រាថ្នាដែលញ៉ាំងចិត្តរបស់មនុស្សឲ្យកម្រើកឲ្យញាប់ញ័រចង់បានចង់ដឹងចង់ឮនិងចង់ប៉ះពាល់វត្ថុកាមនេះស្ដែងឡើងតាមរយៈកាមគុណទាំង5ហៅថាបញ្ចកាមគុណមានរូបគឺរូបរាងទ្រង់ទ្រាយឬក៏ពណ៌សម្បុរដ៏ស្រស់ស្អាតដែលមើលឃើញនឹងភ្នែកហើយនាំឲ្យកើតសេចក្តីពេញចិត្តដូចជាសម្រស់មនុស្សផ្ទះសម្បែងឡានទំនើបសម្លៀកបំពាក់ស្អាតមួយទៀតសត្យគឺសំឡេងដ៏ពីរោះស្រទន់ដែលឮតាមត្រចៀកហើយធ្វើឲ្យជក់ចិត្តដក់ចិត្តដូចជាសំឡេងនិយាយផ្អែមល្ហែមសំឡេងចម្រៀងតន្ត្រីកន្ធៈគឺក្លិនក្រអូបឈ្ងុយឈ្ងប់ដែលធំតាមច្រមុះហើយនាំឲ្យរីករាយប្រាថ្នាចង់ហិតជក់ជាប់ចិត្តនៅក្នុងចិត្តរបស់យើងដូចជាក្លិនទឹកអប់ក្លិនផ្កាឬក៏ក្លិនម្ហូបអាហារផ្សេងរស័ក្តិគឺរសជាតិឆ្ងាញ់ពិសាដែលដឹងតាមរយៈអណ្ដាតដូចជារសជាតិអាហារភេសជ្ជៈដ៏ផ្អែមឆ្ងាញ់មុតមាំ